ដល់ចំណុចទី2នយោបាយ 2.1 សង្គ្រាមលោកលើកទី1ការសម្លាប់រាជយាទ្យទ្រង់ហ្វង់ស័រសេឌីសង់នៅសារ៉ាស៊ឺរវូដោយនិស្សិតសេប៊ីម្នាក់ជាការបើកទ្វារនៃសង្គ្រាមលោកលើកទី1ចក្រភពអូទ្រីហុងគ្រីបានប្រកាសសង្គ្រាមជាមួយប្រទេសសេប៊ីនៅថ្ងៃទី28ខែកក្កដាឆ្នាំ1914តែនៅសេប៊ីគ្រប់គ្រងដោយប្រទេសរុស្ស៊ីនេះជាបុព្វហេតុបង្កើតរដ្ឋស្លាវខាងត្បូងនៅក្រៅសង្គ្រាមលោកទី1សន្និសីទអន្តរជាតិស្ដីពីការបំបែកចេញជាចក្រភពអូទ្រីដើម្បីបង្កើតប្រទេសពីរគឺឆេកូស្លូវ៉ាគីនិងយូហ្គោស្លាវីឬហៅថាសៀវខាងត្បូងប្រទេសយូហ្គោស្លាវីគឺជារាជាណាចក្រដែលសោយរាជ្យដោយព្រះចៅភីទ័រទី1បន្ទាប់មកប្រទេសម៉ុងតេណេហ្គោក៏ត្រូវបញ្ជូនទៅក្នុងប្រទេសសេប៊ីហើយក៏ប្រកាសជារាជាណាចក្រសេប៊ីក្រូអាស៊ីនៅស្លូវេនីនៅខែធ្នូឆ្នាំ1918